វីដេអូនេះទាក់ទងទៅនឹងការចែករំលែកសំណួរដែលអ្នកសម្ភាសឆ្នាំ2025នេះវីសាប្តីប្រពន្ធគេសួរគាត់11សំណួរគាត់បានចូលទៅមើលនៅវីដេអូរបស់ខ្ញុំនៅក្នុង YouTube ហើយគាត់បានចែករំលែកបទពិសោធន៍របស់គាត់ទាក់ទងវីសាប្តីប្រពន្ធ CR1 ឬក៏ Spouse Visa គឺគេសួរគាត់11សំណួរសម្រាប់ឆ្នាំ2025នេះចង់ដឹងថាតើសំណួរអ្វីខ្លះតាមដានវីដេអូនេះទាំងអស់គ្នាអូខេសំណួរ11សំណួរដែលវីសាប្តីប្រពន្ធឬក៏ CR1 Spouse Visa ដែលសំណួរដែលគាត់ទទួលបានសំណួរទី1តើប្តីអ្នកធ្វើការអ្វីសំណួរទី2តើប្តីរបស់អ្នករស់នៅទីក្រុងណារដ្ឋណាសំណួរទី3តើអ្នកទៅលេងម៉ាឡេស៊ីនៅពេលណាសំណួរទី4តើអ្នកធ្វើការអ្វីសំណួរទី5តើអ្នកស្គាល់គ្នាដោយរបៀបណាឆ្នាំណាឬក៏តាមវិធីណាអញ្ចឹងណាសំណួរទី6តើអ្នកជួបគ្នាដំបូងនៅឆ្នាំណាសំណួរទី7តើអ្នករៀបការខែណាឆ្នាំណាសំណួរទី8ឆ្នាំ2000តើឆ្នាំ2022អ្នកភ្ជាប់ពាក្យមែនដែរឬទេសំណួរទី9តើប្តីអ្នកមកលើកចុងក្រោយខែ8ឆ្នាំ2024មែនឬទេសំណួរទី10មកលើកចុងក្រោយតើប្តីអ្នកមកលើកចុងក្រោយមានបានទៅក្រៅប្រទេសដែរឬទេឬក៏មានដំណើរកំសាន្តនៅក្នុងស្រុកមានថានៅក្នុងប្រទេសកម្ពុជាសំណួរទី11តើអ្នកធ្វើការអ្វីនៅពេលដែលអ្នកមកដល់សហរដ្ឋអាមេរិកចាសំណួរនេះគឺសុទ្ធតែជាកម្រងសំណួរដែលខ្ញុំបានធ្វើពីមុនមកអញ្ចឹងណាអញ្ចឹងវាមានទាំងអស់អញ្ចឹងបាទអ្នកទាំងអស់គ្នាចង់អនុវត្តសំណួរបន្ថែមទៀតអាចចូលទៅមើលវីដេអូខ្ញុំនៅក្នុង YouTube បានតាក់ទងទៅនឹងកម្រងសំណួរសម្ភាសឥឡូវចូលមកដល់វីសាគូដណ្ដឹងម្ដងតើឆ្នាំ2025នេះមានអ្នកឆាតមកខ្ញុំហើយគាត់ចែករំលែកបទពិសោធន៍របស់គាត់តើគាត់ទទួលបានសំណួរអ្វីសម្រាប់អ្នកដែលវីសាគូដណ្ដឹងតែម្ដងគាត់ចែករំលែកបទពិសោធន៍ដូចគ្នាឆ្នាំ2025នេះគាត់ទទួលបានវីសាហើយខែ4នេះគឺសំណួរដែលគាត់ទទួលបានតើគូដណ្ដឹងរបស់គាត់ឈ្មោះអ្វីតើគូដណ្ដឹងរបស់គាត់មានអាយុប៉ុន្មានតើពួកគាត់បានជួបគ្នានៅឯណាតើពួកគាត់បានជួបគ្នាប៉ុន្មានដងហើយតើគាត់ជួបគ្នាលើកទី1ហ្នឹងនៅពេលណាហើយលើកទី2នៅពេលណាសំណួរបន្ទាប់ទៀតតើគូដណ្ដឹងរបស់គាត់ធ្វើការងារអ្វីសំណួរបន្ថែមទៀតតើគូដណ្ដឹងរបស់គាត់រៀននៅសាកលវិទ្យាល័យណាសំណួរបន្ទាប់ទៀតតើអ្នកសម្ភាសតើគាត់នេះធ្វើការងារអ្វីដែរនៅប្រទេសកម្ពុជាហើយបន្ទាប់មកទៀតគាត់បានសួរថាតើគាត់មានបាននិយាយជាមួយម៉ាក់ក្មេងដែរឬទេអ្នកនរគ្នាគិតមិនដែរ2025នេះអ្នកដែលទទួលបានការប្រឹក្សារបស់ខ្ញុំតាក់ទងនៅនឹងវីសាគឺសំណួរដែលគាត់ទទួលបានគឺសិតតែពិបាកហើយសំណួរច្រើនមែនតើខ្ញុំក៏មិនមើលងាយការសភាឬក៏មិនដែរការខ្ញុំគេសួរខ្ញុំតា3-4សំណួរទេហើយជាសំណួរដែលងាយបំផុតតែម្ដងអញ្ចឹងឆ្នាំ2025នេះអាចពិបាកដែរតែបើអ្នកនរគ្នាព្យាយាម repeat សំណួរនឹងចងចាំសាច់គ្រឿងរបស់ខ្លួនឯងព័ត៌មានរបស់ខ្លួនឯងព័ត៌មានរបស់គូដណ្ដឹងខ្ញុំជឿជាក់ថាបញ្ហាទាំងអស់ឬក៏សំណួរទាំងអស់អ្នកនរគ្នាអាចធ្វើបានហើយកុំដាក់សម្ពាធខ្លួនឯងកុំដាក់សម្ពាធនៅលើខ្លួនឯងបើសិនបើយើងធ្លាក់សភាអញ្ចឹងណាយើងនៅមានលើកក្រោយទៀតព្រោះមានអ្នកផ្សេងគេព្យាយាមច្រើនជាងយើងទៀតអញ្ចឹងយើងក៏ត្រូវព្យាយាមដូចគ្នាកុំបោះបង់ក្នុងការដាក់វីសាមកសហរដ្ឋអាមេរិកតស៊ូហើយក៏កុំរំពឹងខ្លាំងដែរព្រោះការរំពឹងទុកខ្លាំងវាធ្វើឲ្យយើងជឿចាប់ខ្លាំងដូចគ្នាអញ្ចឹងហើយព្យាយាមគិតថាព្យាយាមអស់ពីសមត្ថភាព
បើពេលដែលយើងព្យាយាមអស់សមត្ថភាពយើងជាប់យើងមានអារម្មណ៍ថាធូរស្បើយជាងមុនទោះបីយើងធ្លាក់ក៏យើងព្យាយាមអស់ពីសមត្ថភាពដែរកុំដាក់កំហុសលើខ្លួនឯងយើងក៏ព្យាយាមដែរអរគុណច្រើនបើសិនបើអ្នកទាំងអស់គ្នាពេញចិត្តវីដេអូនេះឬមួយក៏មានបទពិសោធន៍ក្នុងការសិក្សាឆ្នាំ2025ចង់ឲ្យអ្នកផ្សេងទៀតជាប់ជួយចែករំលែកបទពិសោធន៍ទាំងអស់គ្នាអរគុណ